យើងចាយលុយអស់ប្រមាណដើរកំសាន្តនៅកោះរ៉ុងស្លឹបសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចេញវីដេអូថ្មីស្ដីពីការដើរកម្សាន្តនៅកោះរ៉ុងស្លឹបហើយថាតើយើងចាយលុយអស់ប្រមាណឥឡូវខ្ញុំ break down ឲ្យខ្ញុំទៅ3ថ្ងៃ2យប់ទី1យើងអាចបដោតលើមធ្យោបាយធាតុណាពីពេញទៅកំពង់សោមខ្ញុំជិះឡានវីរៈបន្ថែមមួយជើងអស់$24ហើយពេលទៅដល់នោះយើងទិញសម្បត្តិទូកទៅមកអស់$25ទៀតតបមកទៀតហ្នឹងគឺថ្លៃស្នាក់នៅតែឡាន Passion Resort នៅក្នុងហ្នឹងមួយយប់យើងចំណាយអស់$120ហើយយើងទិញពីរយប់អញ្ចឹងអស់240សម្រាប់ថ្ងៃទី1អាហារថ្ងៃត្រង់យើងហូបនៅ resort ហ្មងអស់ម្នាក់$10ហើយល្ងាចតិចយើងក៏នាំគ្នាដើរទៅ Lazy Beach ចឹងទៅដល់ Lazy Beach ហ្នឹងយើងជួល paddle ដើម្បីចែវទៅមើលផ្កាថ្មនៅកោះចិត្តហ្នឹង paddle ហ្នឹងគឺជួល$8ក្នុង1ម៉ោងហើយខ្ញុំ paddle មួយយើងជិះគ្នា3នាក់ចឹងយើងបានចែកលុយគ្នាតាមហ្នឹងពេលទៅមើលផ្កាថ្មមើលអីរួចអាហារពេលល្ងាចយើងញ៉ាំនៅ Lazy Beach ហ្នឹងមកពេលហ្នឹងបានបាយមហូប3មុខ cocktail 3កែវហើយអស់ម្នាក់ទៅ10រៀលបន្ទាប់ពីហ្នឹងមកថ្ងៃទី2យើងចំណេញមួយដោយសារតែអាហារពេលព្រឹកយើងមាន buffet នៅ hotel ហើយអញ្ចឹងមួយបាយទៅពេលហ្នឹងតែយើងបានទិញ boat tour ហ្នឹងគឺ half day activity ហ្មងគឺចាប់ពីម៉ោង2រហូតដល់ម៉ោង1ល្ងាច boat tour គឺអស់តម្លៃ$18ក្នុងម្នាក់ហើយអ្នកលក់គាត់ថាពេលខ្លះបើសិនជាយើងទិញមុនអាចកក់គេមុនទិញមុនរៀងឆ្ងាយអីចឹងសពតនៅសល់តែ$5ទៅ$10អញ្ចឹងចំណេញបាន$2-3ដែរដល់ថ្ងៃតែ activity នៅលើទូកហ្នឹងមានដូចជា snorkeling ទួយត្រីហើយត្រីហ្នឹងយើងយកមកអាំងញ៉ាំតាមក្រួយទៅ sunset នៅភូមិ23 BBQ dinner នៅលើទូកហើយមើលប្លង់តុកអញ្ចឹងយើងគិតទៅកន្លះថ្ងៃយើងចាយនៅលើហ្នឹងមកនៅភូមិ23ពេលដែលយើងទៅមើល sunset ហ្នឹងយើងបានទិញ burger មួយដែរព្រោះអីទៅអង្គុយកន្លែងគេរាប់ម៉ោងហើយក៏ជួយទិញទៅ burger មួយអស់$7ទិញ burger មួយចែកគ្នា3នាក់បន្ទាប់ពីហ្នឹងមកចាប់រួចមើលប្លង់តុងហើយមកប្រហែល6មួយកន្លែងហ្នឹងគេដឹកយើងយកមកឆ្នេរកន្លែងខ្ញុំស្នាក់នៅវិញអញ្ចឹងពេលដែលយើងជិះមកដល់ resort វិញហ្នឹងឃើញមានគេលក់សាច់អាំងតាមឆ្នេរអញ្ចឹងនៅតាមឆ្នេរកោះរ៉ុងសន្លឹមហ្នឹងលក់សាច់អាំងមានហាងច្រើន4-5ហាងទៅលក់សាច់អាំងផ្សេងៗគ្នាមាន drink មានអីផ្សេងៗគ្នាអញ្ចឹងតម្លៃយូរទូទៅសម្រាប់ចម្រុះហ្នឹងគឺ$10មួយចានហើយសាច់សុទ្ធសាច់ចម្រុះចូលគ្នា$8មួយចានពិសេសត្រង់ថាគេមាន happy hour ទៀតអញ្ចឹង happy hour នៅហ្នឹង cocktail មួយកែវតែ$3ទៅ$3កន្លះហេទិញមួយថែមមួយហើយឆ្ងាញ់ទៀតអញ្ចឹងពេលដែល dinner ហ្នឹងរួចយើងហូបអស់ cocktail ម្នាក់2កែវហូបមកហូប2ចានចាច់លុយទៅអស់ម្នាក់$10ទៀតថ្ងៃទី3ថ្ងៃចុងក្រោយពេលផឹកដដែលគឺ buffet នៅ hotel យើងរួចបាយពេលហើយថ្ងៃឡើងយើងទៅទិញ smoothie នៅ Wonder កន្លែងហ្នឹងគឺនៅជាប់ resort ហ្មងគាត់មាន restaurant គាត់មានកន្លែង snack នៅលើ hostel ហើយគាត់មាន cafe មានតែអញ្ចឹងគាត់លក់ធម្មតាអញ្ចឹងទិញ smoothie អស់ម្នាក់2កាក់ទៀតបន្ទាប់ពីហ្នឹងយើងក៏ឡើងទូកមកកំពង់សោមវិញពេលមកដល់កំពង់សោមហៅ Grab taxi ដើម្បីជិះពីផែទៅបេនឡានឡាទីតាពេលហ្នឹងជិះអស់ដូចជាអស់$4ហើយនៅពេលដែលយើងទៅដល់បេនឡានហ្នឹងយើងសបុតយើងទិញពីកំពង់សោមមកពេញវិញក៏អស់ខ្ទង់$24-25ដែរអញ្ចឹងសរុបទៅរយៈពេល3ថ្ងៃ2យប់នេះក្នុងម្នាក់យើងចាយអស់ប្រហែល204.5កាក់នេះដោយសារតែថ្លៃនឹង resort ទេបើសិនជាយើងគេងតែធម្មតាមួយចំនួនអស់តែមួយយប់$30-40ហើយបានស្អាតដូចគ្នាអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងឯងបើសិនជាអ្នកទាំងអស់គ្នាចង់ទៅលេងកោះរ៉ុងអរគុណអ្នកទាំងអស់គ្នាចំពោះការទស្សនាកុំភ្លេចចុច subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗវីដេអូថ្មីៗពាក់ព័ន្ធនឹងការធ្វើដំណើរដើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា See you in the next video. Bye.